គេថាមនុស្សស្រីពោះធំឆាប់ខឹងឆាប់អន់ចិត្តខ្លាំងណាស់ដូចបងស្រីរបស់គាត់អញ្ចឹងគ្រាន់តែគាត់ខឹងប្តីទៅស៊ីការយូរម៉ោងខ្លាំងពេកគាត់ក៏បានចងកសម្រាប់ខ្លួនលើផ្ទះតាមម្នាក់ឯងទាំងតែពេលហ្នឹងគឺបងស្រីរបស់គាត់ហ្នឹងណាគឺពោះធំ6ខែហើយក្រោយពេលដែលគាត់ស្លាប់បាត់ទៅអ្នកស្រុកអ្នកភូមិដែលគេដើរកាត់មុខផ្ទះបងស្រីរបស់គាត់គឺគេប្រាប់ថាប្រឡងបងស្រីរបស់គាត់គឺអត់ទៅណាទេគាត់ខ្លាចទៅជាព្រាយកន្លះភ្លើងហើយគាត់នឹងចាំនៅក្នុងផ្ទះមួយខ្នងហ្នឹងចំពោះរឿងរ៉ាវដែលគាត់បានចែករំលែកមកនេះគាត់ឈ្មោះថាសិកាប្រាប់ថារឿងរ៉ាវមួយនេះវាគឺជារឿងរ៉ាវដែលកាត់ឡើងទៅលើបងស្រីបង្កើតរបស់គាត់កាលពីក្នុងឆ្នាំ2018បងស្រីបង្កើតរបស់គាត់បានរៀបការឲ្យបងថ្លៃរបស់គាត់ហ្នឹងណាគឺរយៈពេល3ឆ្នាំឯទាំងអស់គ្នាតាំងពីឆ្នាំ2015រហូតដល់ឆ្នាំ2018ហ្នឹងឯងហើយបងស្រីរបស់គាត់ហ្នឹងណាគឺជាមនុស្សម្នាក់ដែលឆាប់ខឹងឆាប់អន់ចិត្តខ្លាំងណាស់ប៉ុន្តែប្តីប្រពន្ធពួកគាត់គឺមិនដែលមានបញ្ហាអីជាមួយគ្នាទេគ្រប់ពេលដែលមានបញ្ហាឆ្លោះប្រកែកអញ្ចឹងគឺម៉ាក់ប៉ារបស់គាត់លួងលោមហើយគាត់និយាយថាឲ្យគាត់នឹងស្ដាប់គាត់ប្តីខាងខ្លាអញ្ចឹងទៅបងស្រីរបស់គាត់នឹងគឺធ្វើតាមអញ្ចឹងទៅទាំងអស់គ្នាហើយពួកគាត់ទាំងពីរនាក់ហ្នឹងគឺពិតជាស្រឡាញ់គ្នាមែនបងថ្លៃរបស់គាត់វិញណាគឺជាមនុស្សអ្នកប្រកែកលួងលោមប្រពន្ធខ្លាំងទាំងអស់គ្នាអញ្ចឹងហើយទៅពួកគាត់ទាំងពីរមិនដែលមានទំនាស់អីសោះប៉ុន្តែនៅក្នុងឆ្នាំ2018ហ្នឹងណាគឺជាពេលដែលបងស្រីរបស់គាត់ចាប់ផ្ដើមទម្ងន់កូនដំបូងពេលហ្នឹងគឺបងស្រីរបស់គាត់ទម្ងន់កូនប្រហែលជាក្នុង6ខែហើយពេលហ្នឹងគ្រប់គ្នាគឺសប្បាយចិត្តខ្លាំងមែនតើសូម្បីតែម៉ាក់ប៉ារបស់គាត់គឺសប្បាយចិត្តខ្លាំងណាស់ដោយសារអីហ្នឹងគឺជាចៅដំបូងដែលពួកគាត់មានអញ្ចឹងទាំងគ្នាហើយធម្មតាមនុស្សស្រីដែលគាត់ពុះធំណាអាការៈរបស់គាត់គឺផ្លាស់ប្ដូរហ្មងទោះបីជាគាត់ slow មិនក៏ដោយគាត់ចាប់ផ្ដើមការចាប់ផ្ដើមឆាវចាប់ផ្ដើមខំចាប់ផ្ដើមអីអញ្ចឹងណាហើយនៅសុកទៅទាំងគ្នាបងស្រីរបស់គាត់មកយំនៅក្នុងផ្ទះក៏មានដែរមកយំនៅផ្ទះបងស្រីកាហ្នឹងហើយពេលខ្លះទៅម៉ោង2ដល់ម៉ោង1យប់បងស្រីរបស់គាត់ជិះម៉ូតូមកយំដល់ផ្ទះគាត់តូចចិត្តតូចខ្លាំងអញ្ចឹងណាម៉ាក់របស់គាត់លួងលោមរួចក៏នាំទៅផ្ទះវិញអញ្ចឹងទៅហើយបងថ្លៃរបស់គាត់វិញបើទោះបីជាគាត់ធ្វើការក៏ដោយប៉ុន្តែឲ្យតែពេលគាត់ត្រឡប់មកផ្ទះវិញគាត់តែមានរបស់ផ្ញើអីឲ្យប្រពន្ធហ្មងដោយសារអីគាត់ដឹងថាប្រពន្ធរបស់គាត់កំពុងតែទងន់អញ្ចឹងហើយគឺគាត់ចិត្តច្រើនអញ្ចឹងណាគាត់ព្យាយាមលួងលោមអីខ្លាំងមែនតើប៉ុន្តែនៅពេលហ្នឹងដល់ម្ចាស់បងថ្លៃរបស់គាត់គឺបានទៅស៊ីការគេហើយនៅពេលគាត់ទៅស៊ីការគេអញ្ចឹងក៏អ្នកនៅក្នុងរោងការដែលជាមិត្តភក្តិហ្នឹងក៏ហៅគាត់ទៅជិះនឹងក្រៅអូខេតអញ្ចឹងទៅអញ្ចឹងគាត់ក៏ទៅជាមួយគេប៉ុន្តែគាត់ប្រាប់ថាចេះត្រឹមម៉ោងប្រហែលជាខ្ទង់ម៉ោង10អីគាត់ត្រឡប់មកផ្ទះវិញហើយពេលហ្នឹងស៊ីការនឹងម៉ាក់ប៉ាគាត់ក៏ទៅស៊ីការកន្លែងហ្នឹងជាមួយគ្នាដែរអញ្ចឹងហើយក៏វាថាអីទៅចាំគាត់ទៅមើលបងស្រីរបស់គាត់ឲ្យអញ្ចឹងណាពេលហ្នឹងគ្រាន់តែពេលចេញពីរោងការវិញសិកាម៉ាក់ប៉ារបស់គាត់គឺជិះទៅផ្ទះបងស្រីរបស់គាត់នឹងឯងជិះទៅក៏ប្រាប់ថាអូនទៅជាងក្រៅអូខេទៅកម្មវិធីគេទួយសិនអញ្ចឹងទៅកុំភ័យអីវាដឹងមកផ្ទះវិញហើយអញ្ចឹងបងស្រីរបស់គាត់គឺអត់មកទេគាត់ប្រាប់ថាអត់អីទេម៉ែឯងទៅផ្ទះវិញទៅមកទៅផ្ទះវិញទៅគាត់អត់អីទេគាត់នៅម្នាក់ឯងបានអញ្ចឹងណាអញ្ចឹងពួកគាត់ក៏ត្រឡប់មកផ្ទះនៅផ្លូវចូលនឹងវិញហើយបងស្រីរបស់គាត់គឺនៅផ្ទះរបស់គាត់តាអញ្ចឹងទៅអញ្ចឹងពេលហ្នឹងគ្រប់គ្នាក៏គាត់ថាប្រហែលជាមានរឿងអីធំដុំទេក៏ចូលបន្ទប់រៀបចំខ្លួនដេករៀងខ្លួនអីចឹងបងប្អូនប៉ុន្តែនៅមកប្រហែលជាខ្ទង់ចិត្តមួយក៏ស្ដាប់តែបងថ្លៃរបស់គាត់ហ្នឹងទេទូរស័ព្ទមកទាំងយំហ្មងទាំងគ្នាគឺយំលំញ័រខ្លួនគាត់ប្រាប់ថាប្រពន្ធរបស់គាត់ដែលត្រូវជាបងស្រីរបស់គាត់ហ្នឹងគឺបានចងកសម្រាប់ខ្លួននៅកណ្ដាលផ្ទះហើយគ្រាន់តែលឺប៉ុណ្ណឹងគ្រប់គ្នាគឺផ្អើលទាំងយប់ជិះម៉ូតូចេញពីផ្ទះហ្នឹងសំដៅទៅផ្ទះបងស្រីរបស់គាត់គ្រាន់តែដល់ផ្ទះភ្លាមទាំងគ្នាគឺឃើញមានអ្នកស្រុកអ្នកភូមិដែលគេអ្នកចិត្តខាងហ្នឹងគេនាំគ្នាមកមើលប្រងភ្លាមពេញនឹងឯងអញ្ចឹងពេលដែលឡើងទៅគឺឃើញសពបងស្រីរបស់គាត់គឺចងកនៅកណ្ដាលផ្ទះពិតមែនទាំងគ្នាសភាពបងស្រីរបស់គាត់គឺពោះធំអញ្ចឹងពេលដែលគាត់ចងកគឺអាកៅអីហ្នឹងគឺវាបាក់មិនកៅអីហ្នឹងគឺដួលគឺបាក់នឹងឯងកៅអីហ្នឹងគឺអីចូលអត់ទាំងគ្នាអញ្ចឹងពេលហ្នឹងគឺគ្រប់គ្នាគឺស្លុតចិត្តខ្លាំងណាស់បើបងថ្លៃរបស់គាត់នឹងគិតទៅយំរហូតដល់ស្លាប់គាត់បន្ទោខ្លួនឯងនឹងឯងថាមកពីគាត់ដូចស្អីប្រពន្ធតែទៅច្រើនដងតែដោយសារតែគាត់និយាយថាមិត្តភក្តិចិត្តតែគាត់អញ្ចឹងឲ្យគាត់នៅបន្តអីចឹងទៅគាត់ក៏នៅតរហូតដល់មកប្រហែលជាខ្ទង់2 10 71នឹងឯងទៅគាត់បានមកផ្ទះវិញនឹងឯងអញ្ចឹងពេលគាត់មកដល់ភ្លាមក៏វាឃើញហេតុការណ៍បែបហ្នឹងគាត់បន្ទោខ្លួនឯងរាល់ថ្ងៃហ្នឹងទៀតទាំងអស់គ្នាអញ្ចឹងម៉ាក់ប៉ារបស់គាត់អីគឺនាំនេះពិបាកចិត្តយំវេទនាខ្លាំងមែនតើមកចាយក៏មិនតាមបានឃើញហើយកូនស្រីក៏ត្រូវបានស្លាប់ទៀតអញ្ចឹងសពបងស្រីរបស់គាត់គឺធ្វើនៅផ្ទះហ្នឹងទាំងអស់គ្នាធ្វើនៅផ្ទះរបស់បងស្រីគាត់បងថ្លៃរបស់គាត់ហ្នឹងគាត់ធ្វើនឹងអញ្ចឹងមានភ្ញៀវបងប្អូនសាច់ញាតិគឺគេមកចូលរួមឆ្នាំខាងមែនតើម្នាក់គឺគេពិតជាតក់ស្លុតខ្លាំងដោយសារអីបងស្រីរបស់គាត់និងបងថ្លៃរបស់គាត់ហ្នឹងមិនដែលមានទំនាស់អីខ្លាំងទេក្រៅពីរឿងដែលគាត់ទៅស៊ីការគេជាងរ៉ាខេតនគឺអត់មានអីសោះតែមិនដឹងស្មានថាបងស្រីរបស់គាត់គឺតូចចិត្តដល់ថ្នាក់ហ្នឹងទាំងគ្នាដូចនិយាយចឹងអាការៈមនុស្សស្រីពុះធំគឺគាត់ឆាប់ខឹងឆាប់អន់ចិត្តគាត់គិតច្រើនអីចឹងទៅយើងអត់ដឹងទេថាគាត់គិតអីខ្លះទៅលើបងថ្លៃរបស់សិកាអញ្ចឹងណាអញ្ចឹងទៅគាត់អត់ថាចង់គាត់ស្លាប់ខ្លួនឯងនឹងឯងទាំងគ្នាអញ្ចឹងក្រោយពីការស្លាប់បងស្រីរបស់គាត់កន្លងគាត់ទៅប្រហែលជាខ្ទង់ចិត្ត10ថ្ងៃបងថ្លៃរបស់គាត់គឺបន្តនៅផ្ទះនឹងដូចធម្មតាគាត់ខ្លាចទេហើយគាត់នឹងអត់ត្រឡប់ទៅផ្ទះរបស់គាត់វិញដែរផ្ទះបងថ្លៃរបស់គាត់គឺនៅទីរួមខេត្តខុសប្លែកពីផ្ទះរបស់សិកាហើយនឹងម៉ាក់ប៉ារបស់គាត់នៅក្នុងភូមិទេប៉ុន្តែបងថ្លៃគាត់នៅផ្ទះដូចធម្មតាអញ្ចឹងម៉ាក់ប៉ារបស់គាត់ក៏សាចិនចូលមើលកូនប្រសាអញ្ចឹងណាជាពិសេសគាត់នឹងក៏សាយកបាយយកទឹកឲ្យបងថ្លៃរបស់គាត់ហូបហើយក៏ប្រាប់ថាបងរួយកាត់ចិត្តទៅធ្វើមិនទេបើបងស្រីគាត់នៅបានតែប៉ុណ្្នឹងឯងអញ្ចឹងពេលបងពីទៅផ្ទះហ្នឹងក៏មានជាបញ្ហាអីកើតឡើងទេហើយក៏មិនដែលឃើញដែរទាំងគ្នាប៉ុន្តែគាត់អាសាបានលឺអ្នកចិត្តខាងអ្នកចិត្តម្ដុំផ្ទះហ្នឹងគេនិយាយថាចេះយប់ខ្លះឲ្យតែខ្ទង់មកហើយជាខ្ទង់ចិត្តម៉ាន់10 71នេះម៉ាន់12 10 71ហ្នឹងគឺលឺសំឡេងមនុស្សស្រីពោះធំយំហើយសំឡេងយំនឹងពេលខ្លះ
ណាគឺឲ្យដើរនៅមុខផ្លូវមុខផ្ទះរបស់គេពេលខ្លះទៀតទៅគឺលឺនៅក្រោយផ្ទះហើយពេលខ្លះទៀតទៅគឺលឺចេញពីផ្ទះបងស្រីរបស់គាត់នឹងឯងលឺចេញពីផ្ទះបងស្រីបងថ្លៃរបស់គាត់ហ្នឹងណាប៉ុន្តែបងថ្លៃរបស់គាត់ប្រាប់ថាអត់មានទេចេះតែបណ្ឌិតរឿងតគ្នាចឹងទៅប្រពន្ធរបស់គាត់ក៏អត់មានមកលងបន្លាចណាទេប្រពន្ធរបស់គាត់គឺទៅបានសុខហើយចឹងដល់គ្នាចឹងក៏ប្រាប់ចឹងទៅប៉ុន្តែអ្នកចិត្តខាងគឺគេនៅតែបន្តនិយាយគ្នារហូតដល់មានពេលមួយនោះគឺជាពេលដែលបងថ្លៃរបស់គាត់ក៏បាននៅផ្ទះទេនៅម៉ោងប្រហែលជាខ្ទង់ម៉ោង9ជប់ហ្នឹងនីកាគាត់ក៏បានដុកស្រីកាគាត់បានដុកម៉ាក់របស់គាត់មកផ្ទះបងស្រីរបស់គាត់មកយកអីវ៉ាន់ដោយសារតែអីវ៉ាន់ដែលពេលធ្វើពិធីបុណ្យសពបងស្រីរបស់គាត់ហ្នឹងគឺយកអីវ៉ាន់មកទុកនឹងច្រើនដែរចឹងទៅទេដោយសារតែពួកគាត់តនេបានទៅពេលយប់ចឹងគាត់ជិះមកយកវិញចឹងណាចឹងពេលដែលគាត់ជិះមកហ្នឹងក៏គាត់មានសោនិយាយទៅគឺពួកគាត់ស្រាប់មានសោផ្ទះបងស្រីគាត់មួយទេគាត់ក៏ចាក់សោចូលផ្ទះពេលហ្នឹងម៉ាក់របស់គាត់គឺនៅខាងក្រោមយកចាំឆ្នាំងចំណែកគាត់ដើរឡើងទៅលើផ្ទះហើយគាត់គឺបច្ចៈខ្លាចបងស្រីគាត់ពិតមែនទាំងអស់គ្នាតែនៅពេលគាត់ដើរចូលទៅដល់មិនអត់គាត់ដើរចូលទៅគាត់ក្លៀសភ្នែកទៅមើលកន្លែងថ្នាំក្រាបផ្ទះហ្នឹងស្លឹងទៅមើលបានតិចភ្លាមគឺគាត់បានឃើញបងស្រីរបស់គាត់ព្យួរកកំពុងតែប្រកាច់នៅលើខ្សែហ្នឹងហ្មងគាត់កំពុងចងកប្រកាច់លើនោះភ្នែកសម្លឹងមើលមកគាត់ចែប៉ុន្តែពេលហ្នឹងគាត់ឃើញតែមួយផ្លែទេទាំងអស់គ្នាឃើញមិនដល់2នាទីវាថាយើងឃើញគាត់ភ្នែកចឹងណាចឹងគាត់ព្យាយាមធ្វើចាប់អារម្មណ៍អីច្រើនសារគាត់ថាមិនអាចបងស្រីរបស់គាត់លងផ្លាត់បងប្អូនឯងទេគាត់ក៏ដើរទៅបន្ទប់បងស្រីរបស់គាត់ទៅប្រម៉ែប្រមូលឲ្យបានតិចតួចបងស្រីគាត់ជាមួយនឹងកៅអៅបងស្រីរបស់គាត់នេះដោយសារបងស្រីរបស់គាត់ក៏មានកៅអៅពោះធំច្រើនចឹងម៉ាក់របស់គាត់បានធ្វើបងចឹងក៏យកកៅអៅនោះថាឲ្យគេដែលអត់អីចឹងទៅដល់ទីគាត់ក៏ចូលទៅក្នុងបន្ទប់ប្រមូលបានពេលប្រមូលបានចឹងណាចឹងពេលគាត់ប្រមូលបានហ្នឹងគាត់ក៏មានអារម្មណ៍ថាគេដើរឡើងមកដើរមកក្រោយខ្នងគាត់ដើរពីខាងមាត់ទ្វារនិស័យកន្លែងទូកៅបងស្រីរបស់គាត់គឺបែកខ្នងចេញពីទ្វារដើរចូលបន្ទប់នឹងឯងចឹងគាត់ក៏រៀងដល់បាននៅក្នុងទូកៅនឹងចឹងណាក៏គាត់ឃើញសម្មាមនុស្សដើរពីក្រោយខ្នងមិនសម្មាជារូបរាងណាតែគាត់ឃើញមិនផ្លែតចិត្តតែគាត់ងាកមើលច្រើនទេដោយសារគាត់គិតថាបើមិនបងស្រីរបស់គាត់បើមិនម្ដាយរបស់គាត់ទេក៏បងថ្លៃរបស់គាត់ដែរចឹងគាត់ក៏និយាយថាម៉ាក់យកកៅអៅបានទៅផ្លេកៅអៅមានចៃច្រើនណាគាត់និយាយចឹងណាចឹងក៏អត់មកទេគាត់មកទៀតក៏គេអត់ឆ្លើយមិនគាត់ទេគាត់ក៏ឃើញម្នាក់ហ្នឹងណាអ្នកដើរឡើងមកនេះគឺទៅឈរនៅកន្លែងផ្អួយអញ្ចឹងគាត់ហ្នឹងក៏ប្រហែលមកបានរួចក៏គាត់ងាកទៅមើលជុំវិញហ្នឹងរួចងាកទៅមើលកន្លែងផ្អួយគាត់ងាកទៅមើលកន្លែងផ្អួយទាំងគ្នាគាត់ឃើញបងស្រីរបស់គាត់ហ្នឹងដាតលៀនពុះគាត់ធំក្តារគាត់ខ្ទប់មួយចេះឈរនៅមកមើលមកចេះមើលមកគាត់អញ្ចឹងទាំងគ្នាប៉ុន្តែបងស្រីរបស់គាត់គឺអត់មានយំអត់មានស្រែកអត់មានបន្លាចគាត់អីទេគឺបងស្រីគាត់ឈរស្ងៀមមើលមកគាត់ចេះហើយភ្នែកបងស្រីរបស់គាត់ទាំងគ្នាគឺហូរមករហូតដល់ចិញ្ចៀមមកដូចហូរទឹកភ្នែកលៀកឈាមចេញមកអញ្ចឹងឈរនៅពួកមើលមកគាត់ចេះពេលហ្នឹងទាំងគ្នាគឺគាត់មើលកាំងចេះគាត់មើលបងស្រីគាត់វិញអញ្ចឹងណាគាត់មើលបងស្រីរបស់គាត់មើលគាត់វិញអត់មានរបៀបថាអាលេរូបបាត់ទៅណាគឺអត់គាត់ឃើញស្រីឯងនៅមុខនឹងឯងទាំងគ្នាតតែម្ដាយរបស់គាត់ស្រីពីក្រុមផ្ទះមកថាសិកាតោះទៅគាត់លឺសលេងហ្នឹងគាត់ភ្ញាក់នឹងខ្លួនគាត់ក៏ងាកឬថាងាកទៅមើលកន្លែងទ្វារហ្នឹងងាកទៅមើលកន្លែងទ្វារឬងាកទៅមើលកន្លែងប្អួយវិញគឺអត់មានឃើញអីទាំងគ្នាគឺបងស្រីគាត់ក៏លេបបាត់ទៅគាត់ក៏មិនដឹងដូចគ្នាថាបងស្រីរបស់គាត់ឲ្យគាត់ឃើញហ្នឹងគឺក្នុងរូបភាពអីក្នុងមេបែបណាគឺគាត់អត់ដឹងទេគាត់ក៏អត់ដឹងដូចគ្នាគ្រាន់តែពេលហ្នឹងគាត់អាចនិយាយបានថា50ខ្លាចបន្តិចអត់បន្តិចនឹងឯងដល់គ្នាអញ្ចឹងគាត់ក៏ទៅផ្ទះវិញអញ្ចឹងរឿងរ៉ាវដែលគាត់ឃើញហ្នឹងគាត់អត់បាននិយាយប្រាប់ម៉ាក់គាត់ទេអត់បាននិយាយប្រាប់សោះហ្មងណាហើយរឿងរ៉ាវមួយនោះវាក៏កន្លងផុតទៅបានតែចុកទុំមួយខែហ្នឹងឯងក៏សាប់ពលឺគេនិយាយចាក់ពាក្យចាំរាមតទៅថាបងថ្លៃរបស់គាត់រងថ្ងៃរស់នៅមួយខ្មោចដោយសារអីគឺគេឃើញបងស្រីរបស់គាត់ហ្នឹងចឹងចូលក្នុងផ្ទះហ្នឹងពេលខ្លះទៅចិញ្ចោផ្ទះបាយពេលខ្លះទៅឈរនៅលើផ្ទះគឺគេឃើញហ្មងហើយពេលខ្លះទៀតទៅពេលរបស់ថ្លៃរបស់គាត់ហូបបាយនៅខាងក្រោមផ្ទះគឺឃើញខ្មោចបងស្រីគាត់អង្គុយនៅមុខហ្នឹងហូបបាយជាមួយกับមានដែរប៉ុន្តែអ្នកផ្សេងគេបានឃើញគឺគេខ្លាចលើកលែងតែបងថ្លៃរបស់គាត់មួយមិនដឹងថាគាត់ឃើញឬក៏អត់ទេទាំងគ្នាតែគាត់អត់មានអាការខ្លាចអីស្មីបន្តិចគាត់នៅផ្ទះដូចធម្មតាតែជ្រុតចាំថ្ងៃរបស់គាត់ដូចធម្មតានឹងឯងទាំងគ្នាដែលធ្វើឲ្យម៉ាក់របស់គាត់គឺមានអារម្មណ៍មួយគឺអាណិតគុណប្រសាអាណិតអីទាំងអីគឺគុណប្រសារបស់គាត់គឺពិតជាល្អបងថ្លៃរបស់គាត់គឺពិតជាល្អមែនអញ្ចឹងគាត់ប្រាប់ថាចិត្តគ្នាណាមករយៈនឹងលឺគេនិយាយចេះនិយាយចោលអញ្ចឹងណាដល់បងថ្លៃរបស់គាត់ប្រាប់ថាមិនគាត់ដឹងតើគាត់ក៏បានឃើញដែរប៉ុន្តែគាត់ខ្លាចមិនប្រពន្ធរបស់គាត់នឹងគាត់ខ្លាចទេគាត់មានតែប្រពន្ធរបស់គាត់គឺគាត់បានឃើញគាត់មិនអត់ឃើញទេគឺគាត់បានឃើញគាត់ថាគាត់ឃើញច្រើនដងហើយសូម្បីតែពេលដែលគាត់នេះកំពុងដេកនៅលើក្រែក្នុងបន្ទប់ហ្នឹងក៏គាត់ឃើញបងស្រីរបស់គាត់ពុះធំហ្នឹងដើរឡើងមកលើផ្ទះអែពុះហើយឈរសម្លឹងមើលមកគាត់ទៀតអីដែលសំខាន់ទៀតហ្នឹងបងថ្លៃរបស់គាត់គឺលេងសែនអីទាំងអស់នៅក្នុងផ្ទះហ្នឹងដោយសារអីគាត់ថាបើសែនអីប្រេះឬថាសែនជំនាញផ្ទះសែនអីចឹងគឺគេឲ្យប្រពន្ធគាត់ទេអញ្ចឹងគឺគាត់សែននៅទាំងអស់ដោយសារគាត់ពិតជាចង់ឃើញប្រពន្ធរបស់គាត់បើទោះបីជាមកក្នុងរូបភាពបែបណាគាត់ខ្លាចដែរអញ្ចឹងគាត់ថាម្ដងនោះគាត់ឃើញនៅពេលគាត់ដេកគាត់មើលឃើញបងស្រីរបស់គាត់នឹងឯងម្ដងទៀតគឺគាត់ឃើញរូបរាងបងស្រីរបស់គាត់ដើរចូលនៅផ្ទះបាយឈោមមើលគាត់ធ្វើម្ហូបដាំបាយគឺគាត់ឃើញរហូតនឹងឯងដល់គ្នាគាត់ឃើញហ្មងប៉ុន្តែបងស្រីរបស់គាត់នៅពេលដែលមកឲ្យគាត់ឃើញហ្នឹងជារូបរាងមនុស្សស្រីធម្មតាទេវាខុសប្លែកពីអ្នកផ្សេងដែលឃើញគឺឃើញពីមុខមាត់គាត់គួរឲ្យខ្លាចតែគាត់លៀនអីចឹងទៅនិយាយទៅមានតែបងថ្លៃរបស់គាត់ទេដែលបានឃើញរូបរាងបងស្រីរបស់គាត់ស្អាតសូម្បីតែគាត់ជាប្អូនហ្នឹងក៏បានឃើញបងស្រីរបស់គាត់គឺមុខគួរឲ្យខ្លាចភ្នែកលៀនតែលៀនចេញមកដែរទាំងគ្នាសូម្បីតែម្ដាយរបស់គាត់ហ្នឹងក៏បានឃើញដែរម៉ាក់របស់គាត់គឺពេលនោះក៏បានទៅរកបងថ្លៃរបស់គាត់នៅផ្ទះឲ្យគាត់នឹងមកផ្ទះធំរបស់គ្រួសារ
ដោយសេកាដើម្បីរៀបចំអ្វីៗឲ្យអញ្ចឹងណាបងប្អូនអញ្ចឹងតើបងថ្លៃរបស់គាត់ទើបធ្វើអានឹងកើតបងថ្លៃរបស់គាត់ចេះអញ្ចឹងណាក៏100ប៉ុន្តែនៅពេលដែល100ហ្នឹងបងប្អូនគឺគាត់ឃើញបងថ្លៃរបស់គាត់ដេកនៅក្នុងបន្ទប់ដេកលើក្នុងបន្ទប់តាំងតែដេកលក់អត់ហើយពេលដែលគាត់បានទ្វារចូលទៅស្រែកថាអានាងទៅផ្ទះធំបន្តិចគាត់ស្រែកហៅអញ្ចឹងណាក៏ស្រាប់តែបងស្រីរបស់គាត់នេះទាំងគ្នាមិនដឹងដើរចេញមកពីជ្រុងណាទេមកឈរនៅមុខម៉ាក់គាត់ឯងប្រាប់ថាម៉ែកំប្រាប្តីខ្ញុំម៉ែកំប្រាប្តីខ្ញុំម្ដាយរបស់គាត់ឃើញហ្នឹងគឺរូបរាងមុខមាត់បងស្រីរបស់គាត់ពេលដែលគាត់ចងកស្រាប់ទាំងគ្នាដៃរបស់គាត់ខ្ទប់ពួយចេះអញ្ចឹងនេះបងម៉ាក់របស់នីកានៅពេលគាត់ឃើញអញ្ចឹងគាត់ខ្លាចកូនស្រីឯងគាត់ក៏ដើរចេញមកវិញអញ្ចឹងទៅហើយអារម្មណ៍របស់គាត់គឺពិតជាដកដួលខ្លាំងមែនតើមិននឹកស្មានថាអីឬទីគេនិយាយពិតមែនគឺបងស្រីរបស់គាត់គឺនៅផ្ទះមួយហ្នឹងជាមួយនឹងបងថ្លៃរបស់គាត់នឹងឯងនៅដល់គ្នាចំពោះរឿងរ៉ាវដែលគាត់បានចែករំលែកមកនេះក៏មានតែប៉ុណ្្នឹងដែរចំពោះសាច់រឿងដែលគាត់បានចែករំលែកមកហ្នឹងអាវាគឺខ្ញុំស្ដាប់ហើយមានអារម្មណ៍ថាទុកព្រួយណាស់ថតអត់សូវខ្លាចប៉ុន្មានទេបងប្អូនមានតែប៉ុណ្្នឹងទេ